សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនថ្មីចូលមកបង្ហាញបងប្អូនពាក់ព័ន្ធនឹងតារាងវត្តមានរបស់បុគ្គលិកកម្មករដែលយើងបានចងប្រមូលរួចជាស្រេចនៅចំនួនខែទាំង12ខែក្នុងឆ្នាំនីមួយៗយើងគ្រាន់តែចុចប៊ូតុង spin ដូរខែផ្លាស់ប្ដូរខែដែលយើងចង់បានទៅតាមខែនីមួយៗរួចជាការស្រេចហើយយើងមានចងក្នុងខែនីមួយៗ highlight នៅថ្ងៃអាទិត្យនិងថ្ងៃបុណ្យដោយត្រូវតាមច្បាប់និងការជប់សម្រាកនៅក្នុងប្រទេសកម្ពុជាយើងហើយចំពោះតារាងនេះដែរយើងបានចងរួចជាស្រេចនៅចំនួនថ្ងៃធ្វើការសរុបទាំងអស់ក្នុងខែនីមួយៗចំនួនថែមម៉ោងសរុបទាំងអស់ក្នុងខែនីមួយៗថ្ងៃឈប់ថ្ងៃសុំច្បាប់និងចំនួនដងថែមម៉ោងជាដើមយើងឧទាហរណ៍ជាក់ស្ដែងក្នុងមួយថ្ងៃហ្នឹងយើងអត់ថែមម៉ោងទេយើងធ្វើការបានតែ8ម៉ោងធម្មតា8ម៉ោងក្នុងថ្ងៃគឺវាលោតមកចំនួនថ្ងៃអូតូមួយទៀតថ្ងៃទី2ឧទាហរណ៍ថាយើងវាយ10ម៉ោងយើងថែមបាន2ម៉ោងអញ្ចឹងចំនួនថ្ងៃដែលយើងធ្វើការវាបូកនឹងមួយថ្ងៃទៀតវាឡើង2ថ្ងៃចំនួនថែមគឺមាន2ម៉ោងថ្ងៃអាទិត្យមួយទៀតឧទាហរណ៍យើងមកធ្វើការថ្ងៃអាទិត្យអញ្ចឹងពេលយើងនៅវាយចូលថ្ងៃអាទិត្យវានឹងលោតរូបមន្តវានឹងលោតចូលចំនួនថ្ងៃអាទិត្យដែលយើងធ្វើការបានមួយថ្ងៃទៅតាមនឹងដែលយើងបានចងថ្ងៃបុណ្យក៏ដូចគ្នាបើសិនជាយើងកណនាថ្ងៃបុណ្យនិងថ្ងៃអាទិត្យដូចគ្នាអញ្ចឹងយើងអាចចងរួមបញ្ចូលគ្នាបានកន្លែងនេះបើសិនជាយើងកណនាខុសគ្នាទៅតាមគោលការណ៍ក្រុមហ៊ុននីមួយៗយើងអាចបែកបានមួយទៀតចំពោះថ្ងៃឈប់សម្រាប់ដែលយើងអត់សុំច្បាប់គឺយើងវាយតាំងរអេអញ្ចឹងយើងវាយអេកន្លែងថ្ងៃណាដែលគាត់អត់សុំច្បាប់ហ្នឹងមកវានឹងលោតចូលហើយមួយទៀតគឺសុំច្បាប់ដូចគ្នាយើងតាំងដោយប៉េយើងវាយប៉េមកវាលោតចូលចំនួនថ្ងៃដែលគាត់សុំច្បាប់ដូចគ្នាអញ្ចឹងតារាងរបស់យើងមានចងរួចជាស្រេចគ្រាន់តែបងប្អូនបញ្ចូលទិន្នន័យតាមថ្ងៃនីមួយៗនិងតាមឈ្មោះនីមួយៗឲ្យបានត្រឹមត្រូវនោះវានឹងកណនាអូតូព្រោះអីយើងបានចងប្រមូលរួចជាស្រេចអញ្ចឹងបើសិនជាបងប្អូនចង់ដឹងពីរបៀបចងសូមតាមដានខ្ញុំនៅវីដេអូក្រោយនិងខមមិនខាងក្រោមអរគុណ